បន្ទាប់ពីដឹងថាបិសាចទន្សាយនឹងអាចសម្លាប់មនុស្សនៅលើអគារទាំងអស់នេះ តួប្រុសយើងក៏បានចាប់វាហើយរត់ទៅបង្អួច ក៏ក្រវាត់វាចេញទៅក្រៅ ប៉ាងយីបានហក់ទៅតាមរួចបានដឹងថាចំណុចខ្សោយរបស់វាគឺនៅកន្ទុយ តួប្រុសក៏បានប្រមូលផ្ដុំថាមពលដាក់ទៅលើដៃរបស់គាត់ហើយវាយចេញទៅលើបិសាចទន្សាយនោះមួយទំហឹង បិសាចទន្សាយហ្នឹងគឺវាអត់ព្រមចុះចាញ់ទេ វាក៏ប្រឹងស្រូបយកថាមពលរបស់តួប្រុសយើង ប៉ុន្តែដោយសារតែថាមពលតួប្រុសយើងខ្លាំងពេកធ្វើឲ្យទន្សាយហ្នឹងក៏បានផ្ទុះខ្លួនស្លាប់បាត់ទៅ ដោយសារតែសំឡេងឮខ្លាំងពេកធ្វើឲ្យបុរសម្នាក់នៅក្នុងបន្ទប់ហ្នឹងមានអារម្មណ៍ថានៅខាងក្រៅដូចជាមានរន្ទះ គាត់ក៏បានបើកអួចទៅមើលហើយក៏ឃើញថានៅក្រៅហ្នឹងក៏អត់មានអីទេ តួប្រុសយើងពេលវាយហើយគាត់ក៏បានលោតចុះមកដល់ដីហើយនៅសល់តែកាកសំណល់របស់បិសាចទន្សាយហ្នឹងគឺជាភ្នែកហ្នឹងទេហើយនឹងថាមពលពន្លឺរបស់គាត់ គាត់បានគិតថាថាមពលរបស់គាត់ហ្នឹងគឺមានពួកបិសាចចង់បានច្រើនណាស់ និយាយរួមទៅពួកបិសាចខាងងងឹតហ្នឹងវាចង់បានថាមពលដែលជាពន្លឺអញ្ចឹងណា ប៉ុន្តែគាត់វាស្រូបអត់បាន ហើយគាត់គិតថាបើសិនជាគាត់គ្រាន់តែជាមនុស្សធម្មតា មនុស្សដែលនៅក្នុងអគារទាំងអស់ហ្នឹងប្រកាសជាស្លាប់បាត់ហើយ សាច់រឿងក៏បានកាត់មកកន្លែងនារីសក់សវិញគាត់បានលបមកដល់កន្លែងដែលមានថាមពលរបស់បិសាចនឹងខ្លាំងហើយកន្លែងដែលតួប្រុសយើងបានវាយបិសាចនឹងហើយមិញ នាងបានភ្ញាក់ផ្អើលខ្លាំងមែនទែនបិសាចនឹងគឺបានស្លាប់បាត់ហើយអ្នកសម្លាប់នឹងគឺអត់ដឹងណាគេទេ នាងក៏បានទៅត្រួតពិនិត្យកាកសំណល់របស់បិសាចនឹងហើយក៏ឃើញនៅសល់ពន្លឺសេសសល់ដែលជាថាមពលរបស់តួប្រុសយើងនឹងហើយក៏ដឹងថាអ្នកដែលបានសម្លាប់បិសាចនឹងគឺជាមនុស្សតែមួយដែលនាងកំពុងតាមរកផងដែរ បន្ទាប់ពីឆែកហើយនាងក៏បានដឹងថាថាមពលនៅសាលាសាកលវិទ្យាល័យនោះហើយនិងថាមពលនេះគឺដូចគ្នាបន្ទាប់ពីបានគិតមួយសន្ទុះហើយនាងក៏បានតាក់ទងទៅកាន់មេរបស់នាងប្រាប់ថាបិសាចដែលនាងតាមរកនឹងគឺបានស្លាប់បាត់ហើយត្រូវបានសម្លាប់ដោយមនុស្សតែម្នាក់ដែលជួបពីមុននឹងគឺអត់ទាន់ដឹងថាម្នាក់នឹងជាអ្នកណាខាងមេរបស់នាងក៏បានឆែកមើលព័ត៌មានរបស់តួប្រុសរបស់យើងប៉ុន្តែគឺអត់មានឃើញអីទេអញ្ចឹងហើយមេរបស់នាងបានឲ្យនាងនឹងតាមដានថាមនុស្សម្នាក់នោះគឺជាអ្នកណាគេ នារីសក់សក៏បានយល់ព្រមហើយនិយាយថានាងដឹងហើយថាការងារនាងត្រូវតាមដានម្នាក់នឹងកុំខ្វល់កុំភ័យអញ្ចឹងហើយនាងក៏បានដោះស្ករកប់ញ៉ាំហើយក៏ប្រាប់ថានាងត្រូវការញ៉ាំដោះគោតិចសិនឲ្យមានកម្លាំងសិនចាំតដារកទៀតពួកអីនាងក៏ចង់ដឹងដែរថាមនុស្សដែលខ្លាំងហ្នឹងគឺជាណាគេគឺជាសត្រូវរបស់មនុស្សឬមួយក៏យ៉ាងម៉េចតួផងរបស់យើងបានក្រោកពីព្រឹកដើម្បីស្រូបយកពន្លឺព្រះអាទិត្យពួកអីក៏ដឹងថាការវឹកហាត់ស្រូបពន្លឺរបស់ព្រះអាទិត្យហ្នឹងគឺវាល្អសម្រាប់ថាមពលយ៉ាងរបស់គាត់តួផងរបស់យើងក៏បានបិទភ្នែកដើម្បីចូលទៅលំហការគិតរបស់គាត់គាត់ក៏បានសមាធិនៅទីនោះហើយផ្ដុំអារម្មណ៍ដើម្បីបង្កើតជាអាវុធមួយពេលនោះអាវុធនោះក៏បានលេចនៅលើដៃរបស់គាត់ក៏បានចាប់វាជាប់ផ្ដុំថាមពលរបស់គាត់ក៏វិមកទំហឹងហើយក៏ដឹងថាវាលះហើយវាស្រាលជាងមុនទៀតអញ្ចឹងហើយគាត់គិតថាថាមពលរបស់គាត់គឺបានទៅមួយកម្រិតទៀតហើយតួប្រុសយើងក៏បានសន្យាខ្លួនឯងថាគាត់នឹងឡើងទៅឲ្យដល់កម្រិតខ្លាំងជាងនេះទៀតប៉ុន្តែហ្វាំងយីដឹងថាប្រកាសជាមានអ្នកតាមដានហើយបើសិនជាថាមពលគាត់ផ្ទុះខ្លាំងម្ដងអញ្ចឹងតួប្រុសយើងគិតថាបើសិនជាវឹកហាត់អញ្ចឹងទៀតគេប្រកាសជាដឹងថាគាត់នៅកន្លែងណាហើយអញ្ចឹងគាត់ត្រូវក៏រកកន្លែងសម្ងាត់មួយដើម្បីវឹកហាត់ថាមពលរបស់គាត់នឹង បន្ទាប់ពីហ្វឹកហាត់ហើយតួប្រុសយើងក៏បានចេញមកក្រៅដើម្បីដាក់ថាមពលចូលដាវដែលគាត់ទើបតែបង្កើតតួប្រុសរបស់យើងបានចាំថាគាត់បានដាក់ដាវផ្សេងទៀតដែរប៉ុន្តែដាវនឹងខ្សោយពេកហើយបានខ្ទេចបាត់ទៅប៉ុន្តែលើកនេះដាក់ជាមួយដាវថ្មីដែលគាត់ទើបតែបង្កើតនឹង System ក៏បានប្រាប់ថាការដាក់បញ្ចូលថាមពលមួយនេះគឺបានជោគជ័យហើយធ្វើឲ្យតួប្រុសយើងសប្បាយចិត្តខ្លាំងមែនទែន បានលើកដែរទៅលើអាកាសធ្វើឲ្យវាមានពន្លឺចាំងយ៉ាងខ្លាំងដូចជាពន្លឺព្រះអាទិត្យអញ្ចឹងទោះព្រោះយើងមិនចាំយូរក៏បានសាកល្បងថាមពលដោយវាចេញទៅមួយដែរយ៉ាងខ្លាំងធ្វើឲ្យមានការផ្ទុះយ៉ាងធំប៉ាងយីដឹងថាផ្ទុះធំអញ្ចឹងប្រកាសជាមានអ្នកមកហើយអញ្ចឹងគាត់ក៏បានចេញពីកន្លែងហ្នឹងទៅនារីសក់សយើងគឺមកយឺតទៀតហើយមកយឺតបន្តិចទោះព្រោះយើងទៅបាត់ហើយបាននាងមកដល់នាងថាអើយម្នាក់ហ្នឹងប្រកាសជាឡើងទៅកម្រិតមួយទៀតហើយនាងមកយឺតរហូត នាងក៏បានហោះមើលកន្លែងដែលតួប្រុសយើងបានកតិចហ្នឹងគឺវាធំមែនតើនាងក៏បានគិតថាអ្វីប្លែកៗកើតឡើងរហូតតាំងពីតាមដានម្នាក់ហ្នឹងពេលហ្នឹងនាងក៏បានចាប់អារម្មណ៍ឃើញស្នាមដែលតួប្រុសយើងកាប់ហើយក៏បានភ្ញាក់ផ្អើលខ្លាំងមែនតើតួប្រុសយើងមិនត្រឹមតែឡើងកម្រិតពីផ្កាយ1ទៅផ្កាយ2ទេហើយក៏អាចបង្កើតអាវុធថាមពលវិញ្ញាណបានដែរដែលនៅក្នុងសហគមន៍របស់នាងហ្នឹងគឺមានតែ
មនុស្សពីរនាក់ប៉ុណ្ណោះដែលអាចធ្វើវាបាន នាងក៏បានឆ្ងល់ថាតួប្រុសយើងគឺជាអ្នកគេពិតប្រាកដ បន្ទាប់ពីបានគិតមួយសន្ទុះហើយ នាងក៏សម្រេចចិត្តថាសំអានកន្លែងដែលតួប្រុសយើងបានកាតិចចោលហ្នឹងទៅ កាត់មកកាន់តួប្រុសរបស់យើងវិញ គឺគាត់ចង់បន្ថែមថាមពលផ្សេងទៀតទៅលើដាវរបស់គាត់ ព្រោះអីគាត់ដឹងថាស៊ីស្ទឹមរបស់គាត់គឺអាចបញ្ចូលថាមពលផ្សេងៗចូលទៅក្នុងដាវគាត់បានដូចគ្នា ពេលហ្នឹងទូរស័ព្ទរបស់តួប្រុសយើងក៏បានលោតសារមក នៅក្នុងនោះគឺគេបានសួរថាតើតួប្រុសយើងគឺជាមនុស្សដែលមានសមត្ថភាពពិសេសដែរអត់? បើសិនជាតួប្រុសយើងជាមនុស្សដែលមានសមត្ថភាពពិសេស ពួកគេចង់បបួលតួប្រុសយើងចូលទៅក្នុង Dungeon ដោយសារតែតួប្រុសយើងគិតថាចូលទៅក្នុង Dungeon គាត់នឹងអាចជួបនឹងកន្លែងដែលមានថាមពលដូចគាត់ អញ្ចឹងហើយគាត់អាចស្រូបបាន និងសម្លាប់បិសាចឡើង level របស់គាត់ អញ្ចឹងតួប្រុសយើងក៏បានសម្រេចចិត្តទៅ នៅថ្ងៃដែលទៅជួបជុំក្រុមថ្មីរបស់គាត់ហ្នឹង គាត់ក៏បានជួបក្រុមរបស់គាត់នៅមុខទ្វារ Dungeon ហ្នឹង ហើយនៅក្នុងនោះក៏មាននារីម្នាក់ដែលមានសក់ពណ៌លឿងផងដែរ ចែសក់ពណ៌លឿងក៏បានគិតថាក្រុមហ្នឹងមានមនុស្សអន់ៗខ្លាំងម៉េះ ហើយអត់មានអ្នកគេដឹងទេថាសមាគមហ្វឹកហាត់ថាមពលវិញ្ញាណហ្នឹងគឺជាក្រុមរបស់រដ្ឋាភិបាល គាត់ខំប្រឹងប្រើខ្សែគ្រួសារគាត់ទ្រាំបានចូលមកហើយជួបមនុស្សអន់ៗអញ្ចឹងទៀត ពេលហ្នឹងបុរសម្នាក់នោះក៏បានឃើញតួប្រុសយើងមក នាងក៏បានឃើញថាថាមពលរបស់តួប្រុសយើងគឺខ្លាំងមែនទែន ប៉ុន្តែនាងមានអារម្មណ៍ថាអត់គួរឲ្យខ្លាចទេ ប៉ុន្តែគួរឲ្យកក់ក្ដៅវិញឯង បន្ទាប់មកពួកគេក៏បានចូលទៅក្នុង Dungeon ហ្នឹងទាំងអស់គ្នា តួប្រុសយើងក៏សម្រេចចិត្តថាគាត់ដើរមុខគេក៏បានដែរ ហើយប្រាប់ចែសក់ពណ៌លឿងយើងហ្នឹងឲ្យច្បាច់ពិលទៅ ពេលហ្នឹងគឺមានបុរសម្នាក់បានប្រាប់តួប្រុសយើងថាឲ្យប្រយ័ត្នផង ដោយសារនៅហ្នឹងគឺក្ដៅខ្លាំងណាស់ ប៉ាងយីអត់បានតបអីទេ ប៉ុន្តែបានគិតក្នុងចិត្តថាពួកគេគឺជាមនុស្សល្អដែលបានដាក់តឿនគាត់ បន្ទាប់ពីដើរបានមួយសន្ទុះ ពួកគេក៏បានមកដល់កន្លែងភ្នំភ្លើងមួយហ្នឹងហើយ គឺធ្លាក់ដូចទឹកជ្រោះអញ្ចឹង តួប្រុសអត់ចាំយូរទេ ដោយសារតែថាមពលរបស់គាត់គឺជាថាមពលភ្លើង អញ្ចឹងគាត់ក៏បានរត់ចូលហ្មង អូឆ្ងាញ់ហ្មងប៉ុណ្នេះ ស្រូបយកឯងទាំងអស់